បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានតាក់ទងទៅនឹងរឿងជំពាក់ប្រាក់ជាង$30,000ខ្លាចជាហិង្សាបន្ទាប់ពីកូនបំណុលស្លាប់ហើយម្ចាស់បំណុលគឺបានជាប់ខ្នោះហើយបាទរាជធានីភ្នំពេញយើងថាកែរោងចក្រកាត់ដេរសម្លៀកបំពាក់ម្នាក់បានជាប់ជំពាក់ប្រាក់ថ្លៃកាតុងថាកែជនជាតិចិនម្នាក់ទៀតជាង$30,000អាមេរិកដោយរយៈពេលជាង1ឆ្នាំមកហើយអត់ទាន់សងគេនៅឡើយទេបន្ទាប់មកមានបរិសុទ្ធជនជាតិចិនម្នាក់ទៀតជាប្រធានផ្នែកទីផ្សាររោងចក្រផលិតកាតុងបានបើករថយន្តមួយគ្រឿងទៅទារប្រាក់ដល់រោងចក្រពេលនោះក៏មានទំនាស់ជាមួយនឹងថៅកែរោងចក្រដែលជាកូនបំណុលនោះហើយក៏ត្រូវថៅកែរូបនោះបាននឹងកូនប្រុសម្នាក់ទៀតចាប់វាយកូនប្រុសអ្នកចាប់ឪពុកអ្នកវាយបាទខណៈនោះដោយសារតែមានការផិតភ័យប្រធានផ្នែកទីផ្សារហ្នឹងដែលជាអ្នកទៅទារប្រាក់បានឡើងបើករថយន្តរត់បាច់កិច្ចបាត់ទៅបាទពេលនោះក៏ជ្រុលទៅបុកថៅកែរោងចក្រខាងលើរបួសធ្ងន់ហើយបានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យបន្ទាប់មកបរិសុទ្ធនោះក៏ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមផងដែរនេះបើតាមការអះអាងប្រាប់ឲ្យដឹងពីសំណាក់នគរបាលនៃអធិការដ្ឋានខណ្ឌដង្កោអំពើហិង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង2រសៀលថ្ងៃទី3ធ្នូឆ្នាំ2025នៅរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ Olaifa Cambodia Gomen Co Ltd ដែលមានទីតាំងស្ថិតនៅក្នុងតាមបណ្ដោយផ្លូវ30ម៉ែត្រក្នុងភូមិព្រៃធំសង្កាត់ព្រៃសរខណ្ឌដង្កោរាជធានីភ្នំពេញនៅពុំទាន់មានការអះអាងប្រាប់ឲ្យដឹងពីអត្តសញ្ញាណថៅកែរោងចក្រខាងលើនិងជាកូនបំណុលដែលបានរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនៅឡើយទេចំណែកបរិសុទ្ធដែលទៅទារប្រាក់បំណុលនិងបើករថយន្តបុកបណ្ដាលឲ្យថៅកែរោងចក្រខាងលើស្លាប់ហ្នឹងក៏មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនោះដែរដឹងត្រឹមថាបរិសុទ្ធនេះជាប្រធានផ្នែកទីផ្សារនៅរោងចក្រផលិតកាតុងស្ថិតនៅក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យតែប៉ុណ្ណឹងនគរបាលខណ្ឌដង្កោបានប្រាប់បន្តឲ្យដឹងទៀតថានៅមុនដំបូងកម្លាំងនគរបាលបានទទួលដំណឹងមកថាមានករណីជនជាតិចិនម្នាក់បើករថយន្តបំបុកជនជាតិចិនដូចគ្នាម្នាក់ទៀតដែលជាតកែរោងចក្រភ្ជាប់នឹងជញ្ជាំងតែម្ដងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានកូនប្រុសបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប៉ុន្តែជាអកុសលហ្នឹងគឺក្រោយមកថៅកែរូបនោះក៏ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយបន្ទាប់ពីទទួលបានដំណឹងនេះភ្លាមលោកវរៈសេនីយ៍ឯកជឹមស៊ីថាអធិការនគរបាលខណ្ឌដង្កោបានដឹកនាំកម្លាំងនគរបាលក្រោមអាវ៉ាតចុះទៅធ្វើការស្រាវជ្រាវដល់ទីតាំងកើតហេតុទើបដឹងថាជារឿងជនរងគ្រោះនឹងកូនប្រុសវាអ្នកទៅទារបំណុលហើយអ្នកទារបំណុលភ័យក៏បើករថយន្តជ្រុលទៅបុកមកក៏មានគ្រោះថ្នាក់នេះកើតឡើងតែម្ដងនគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថានៅពេលមុនកើតហេតុបរិសុទ្ធជនជាតិចិនហ្នឹងដែលមានតួនាទីជាប្រធានផ្នែកទីផ្សាររោងចក្រផលិតក្រដាសកាតុងបានបើករថយន្តមួយគ្រឿងម៉ាក Toyota Rush យាប្រាក់ពីថៅកែរោងចក្រអ្នកស្លាប់ខាងលើហ្នឹងដល់រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ Olaifa Cambodia Gomen Co Ltd នោះចំណែកប្រាក់ដែលជំពាក់នោះមានចំនួនសរុប$34,000ថ្លៃទិញក្រដាសកាតុងហើយរយៈពេលជាង1ឆ្នាំមកហើយអត់ទាន់បានទូទាត់នៅឡើយលុះពេលដល់តកែរោងចក្របានប្រាប់ថាសងខ្លះប៉ុន្តែម្ចាស់បំណុលអត់ព្រមយកខណៈពេលនោះក៏មានការទាស់ពាក្យសម្ដីគ្នាហើយក៏ត្រូវតកែរូបនោះនិងកូនប្រុសម្នាក់ទៀតចាប់វាយពេលនោះដោយសារតែម្នាក់ឯងក៏មានការផិតភ័យបរិសុទ្ធដែលជាប្រធានផ្នែកទីផ្សារមកទារប្រាក់ហ្នឹងក៏បាននិយាយថាខ្លួនឈប់មកយកប្រាក់ហើយនគរបាលខាងលើបានបញ្ជាក់ប្រាប់ទៀតថានៅពេលនោះថៅកែរោងចក្រដែលជាកូនបំណុលក៏បាននិយាយថាអត់ទេអញវាឯងឲ្យងាប់តែម្ដងស្របពេលដែលមានស្ត្រីផ្នែកគណនេយ្យម្នាក់បន្ទប់ចូលទៅបរិសុទ្ធម្នាក់ទារប្រាក់ហ្នឹងក៏បានស្ទុះរត់ចេញទៅចុះទៅខាងក្រោមហើយក៏មានខ្មែរម្នាក់ទៀតវាយបន្ថែមទៀតបន្ទាប់មកបរិសុទ្ធនោះក៏បានរត់ចូលទៅក្នុងរថយន្តដើម្បីបើកចេញហើយត្រូវសន្តិសុខបិទទ្វារឲ្យចេញតែបរិសុទ្ធនោះក៏នៅតែព្យាយាមបើកទៅមុខក៏ជ្រុលទៅបុកថៅកែរោងចក្ររូបនោះមកក៏មានគ្រោះថ្នាក់ដល់ស្លាប់តែម្ដងនគរបាលរូបនោះក៏បានអះអាងប្រាប់បន្តផងដែរថាក្រោយពេលកើតហេតុលោកវរៈសេនីយ៍ឯកជឹមស៊ីថាអធិការនគរបាលខណ្ឌដង្កោបានដឹកនាំបញ្ជាកម្លាំងឲ្យចុះទៅកាន់កន្លែងកើតហេតុភ្លាមហើយពិនិត្យឃើញរថយន្តរបស់បរិសុទ្ធដែលជាអ្នកទារប្រាក់និងអ្នកបើកបររថយន្តបុកស្លាប់មនុស្សនោះមានស្នាមខូចខាតដោយការវាយផងដែរបន្ទាប់មកទៀតកម្លាំងក៏បានឃាត់ខ្លួនបរិសុទ្ធរូបនោះរួចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោរងចាំការសាកសួរនិងសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរបាទអញ្ចឹងរឿងរ៉ាវខាងលើនេះក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា